បាទជំរាបសួរដល់បងមួយរបស់101 Soundscape ខ្ញុំនឹងធ្វើវីដេអូមួយខ្លីទាក់ទងជាមួយនឹងការថតសំឡេងតាមរយៈ FL Studio ដោយសារមានភ្ញៀវគាត់សួរចឹងហើយដើម្បីកុំឲ្យឆ្លើយច្រើនគ្នាខ្ញុំនឹងធ្វើវីដេអូមួយនេះសម្រាប់បងប្អូនមួយទាំងអស់គ្នាផងដែរអូខេសម្រាប់អ្នកដែលប្រើដំបូងគឺមានឧបសគ្គហើយប៉ុន្តែវាមិនជាថ្មីទេយើងអាចរៀនបន្តិចម្ដងតទៅនឹងស្ទាត់ជំនាញហើយអូខេអញ្ចឹងនៅក្នុងអេក្រង់នេះគឺជាកម្មវិធី FL Studio តើធ្វើយ៉ាងម៉េចដើម្បីយើងអាចថតចម្រៀងមួយបានដោយប្រើកម្មវិធី FL Studio ទី1បងប្អូនត្រូវតែឆែកមើល sound card ប្រភេទណាដែល sound card របស់អ្នកនរគ្នាប្រើប្រាស់អញ្ចឹងណាវាតាម brand តាមឈ្មោះអូខេទី1យើងត្រូវតែចូលមកកំណត់ sound card ជាមួយនឹង FL Studio សិនយើងចូលទៅ option ហើយអូសមកខាងក្រោមនេះដាក់ពាក្យ audio setting រួចហើយនៅកន្លែង audio setting នេះវាមាន in និង out ដើម្បីកំណត់ថាចូលនិងចេញតាមអីអូខេអញ្ចឹងយើងចុះមកខាងក្រោមរកពាក្យ ASIO នេះ ASIO device រួចហើយរកមកឈ្មោះ sound card របស់អ្នកនរគ្នាតាម brand នីមួយឥឡូវខ្ញុំកំពុងតែថតវីដេអូនេះកំពុងតែប្រើប្រភេទ Audient ID14 អញ្ចឹងខ្ញុំរើស Audient USB Audio ASIO driver អញ្ចឹងមានន័យថា driver វាមានលុះត្រាតែអ្នកនរគ្នាដំឡើង driver ហើយនៅក្នុង computer អញ្ចឹងយើងតម្លើងហើយយើងមក set ជាមួយ FL Studio អូខេយើងកំណត់យក48000 sample rate ហើយយើងចុចខ្វែងវាមកបន្ទាប់មកនៅកន្លែងមុខនេះមានពាក្យ PAT នេះយើងមិនបាច់យកទេយើងយកពាក្យសងយើងចុចពាក្យសងមកអ្នកគ្នាទី1ទៀតដើម្បីកំណត់ថាតើយើងចង់ថតប្រើប្រាស់ channel ណាហើយយើងកំណត់ពេលដែលយើងថតយើងត្រូវការថតយកជា mono អូខេអញ្ចឹងអ្នកនេះអូសម៉ៅមកចុចនៅកន្លែងនេះចុចកន្លែងរូបពីរឆ្នោតឆ្វេងស្ដាំនេះបាទអញ្ចឹងនៅកន្លែងណានៅក្នុងនេះគេហៅថា mixer panel របស់វាផ្ទាំង mixer អញ្ចឹងនៅក្នុងនេះមានកន្លែង master នេះយើងកុំប៉ះពាល់អីអញ្ចឹងកន្លែង insert មួយនេះអ្នកនេះអាចគិតថាវាជា track 1 track 2អញ្ចឹងណាអញ្ចឹងអូខេយើងឥឡូវកំណត់ថាផ្ទាំងកិច្ចការរបស់យើងនេះវាកំពុងតែតទេស្អាតទេអត់មានអីទេព្រោះហើយយើងចង់កំណត់ថាអូខេខ្ញុំចង់ថតសលេងចូលតាមរយៈ track ទី1ខ្ញុំចង់ឲ្យយក channel ទី1ដូចច្រៀងឬក៏ track ទី2 channel សម្រាប់ guitar ដែលអ្នកនរគ្នាមាន2 channel ឡើងតែបើសិនជាយើងគ្រាន់តែថតចម្រៀងយើងប្រើតែមួយទេយើងមានភ្លេងហើយអូខេអញ្ចឹងខ្ញុំយក insert ទី1មើលឃើញនៅកន្លែងនេះ insert ទី1បន្ទាប់មកខ្ញុំចុចកន្លែងពាក្យ NAN នេះ NONE ចុចពាក្យ NAN ខ្ញុំអូសមកខាងក្រោមរកពាក្យឃើញកតុយវា mono អ្នកនេះកុំយក stereo យក mono អាហ្នឹងយើងតាក់ទងការថតចម្រៀងអញ្ចឹងបើសិនជាតាមឈ្មោះ sound card វាដាក់ input លេខ1លេខ2អញ្ចឹងណាអញ្ចឹងនៅកន្លែងនេះ audio នេះវាលោតឈ្មោះ analog អញ្ចឹង analog 1ខ្ញុំ select analog 1កំពុងតែថតលេខ1អូខេអញ្ចឹងបន្ទាប់មកមាន message សួរថាយើងត្រូវការកំណត់វាអញ្ចឹងមែនអត់យើងគ្រាន់ចុច yes មកអូខេអញ្ចឹងអ្នកនាងប្រហែលជាឮសលេងស្ទួនបាទអញ្ចឹងស្ទួនឥឡូវខ្ញុំបិទមួយសិនដើម្បីកុំឲ្យឬសលេងស្ទួននៅក្នុង OBS ផងសលេងនៅក្នុង FL ផងអូខេឥឡូវខ្ញុំបើកមកវិញឃើញលឺស្ទួននេះបាទអញ្ចឹងវាចូលហើយអញ្ចឹងពេលយើងនិយាយទៅលឺខ្លួនឯងអាចថតចម្រៀងបានហើយអូខេអញ្ចឹងតាក់ទងជាមួយនឹងការថតខ្ញុំសូមបិទនៅនេះកន្លែងសិនតាក់ទងជាមួយនឹងការថតយើងគ្រាន់តែចុចគ្រូមូលនេះក្រហមនេះមកដូចពងទានេះមកបន្ទាប់មកយើងចុច everything ឬក៏មាន message មួយកន្លែង tick box នេះឲ្យយើងមានន័យថាគេចង់អត់ឲ្យមានន័យថាបើសិនជាយើងចង់ថតថ្ងៃក្រោយវាឈប់លោតផ្ទាំងនឹងមកឲ្យគ្រាន់តែចុចថតទៅវាលោតទៅហ្មងប៉ុន្តែខ្ញុំចង់ទុកអញ្ចឹងទៅដើម្បីស្រួលចំណាំខ្លួនឯងអូខេអញ្ចឹងខ្ញុំចុច everything មកដើម្បីថតបានយើងចុច space អូខេ1 2 3 1 2 3ឥឡូវអ្នកនេះអត់លឺទេបើសិនតែខ្ញុំបើកកន្លែងយកមេដៃចង្អុលដៃនេះចុចនៅកន្លែង insert មួយនេះមកឬសលេងស្ទួននេះអូខេ1 2 3 1 2 3អូខេចុច stop វិញហើយយើងចង់ play វិញអ្នកនេះចុចបិទ record សិនណាបើអត់ចុចបិទ record ទេពេលយើង play ទៅវាថតមួយសលេងមួយ track ទៀតអូខេអញ្ចឹងខ្ញុំចុចបិទ record សិនអូខេនេះលឺទេឥឡូវខ្ញុំកំពុងតែ play ចោលបាទអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនអ្នកគ្នាប្រិមិត្ត
មួយដែលតែងតែគ្រប់គ្រងមួយ Soundscape កន្លងមកហើយសូមជូនពរសំណាងល្អហើយបើសិនជាមានចម្ងល់អីអាចសួរមកយើងនឹងចែករំលែកនៅចំណេះដឹងដំបូងអូខេអញ្ចឹងអរគុណច្រើនសូមជម្រាបលា